ព័ត៌មានខ្នាតយក្សរបស់សហរដ្ឋអាមេរិកបានទម្លាយការពិតអំពីសៀមបានប្រើប្រាស់លេសបញ្ហាផ្ទាល់ខ្លួនមកធ្វើជាចំនួនបាទឈ្លានពានទឹកដីកម្ពុជាខណៈដែលសម្ដេចបវរធិបតីហ៊ុនម៉ាណែតបាននឹងបន្តបទសម្ភាសជាមួយនឹងសារព័ត៌មានលំដាប់ពិភពលោកមួយទៀតគឺ Fox News ដោយលើកនេះសម្ដេចបានបង្ហាញនៅភស្តុតាងជាពិសេសគឺបានបង្ហាញនៅផែនទីច្បាស់លាស់ទៅដល់អ្នកសារព័ត៌មានដើម្បីនឹងធ្វើជាភស្តុតាងនៅអ្វីដែលភាគីថៃបានទន្ទ្រានឈ្លានពានមកលើទឹកដីកម្ពុជាប៉ុន្មានថ្ងៃចុងក្រោយមកនេះកម្ពុជាកំពុងតែប្រយុទ្ធយ៉ាងខ្លាំងជាមួយនឹងការទូតខណៈដែលនៅប្រទេសថៃឯណោះកំពុងតែចលាចលរកលេសដោះសារសឹងតែមិនទាន់បាទអនុញ្ញាតគោរពជម្រាបសួរពុកម៉ែបងប្អូនជាទីរាប់អាននៅព្រឹកថ្ងៃទី21នេះខ្ញុំបានលើកយកនៅព័ត៌មានថ្មីមួយទៀតដើម្បីឲ្យបងប្អូនបានជ្រាបជាដំណឹងនាព្រឹកនេះផងដែរសារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា The New York Editorial បានដេញដោលស៊ើបអង្កេតរហូតដល់ទម្លាយការពិតដ៏គួរឲ្យតក់ស្លុតមួយតាក់ទងជាមួយនឹងភាគីថៃបានប្រើលេសមិនសមហេតុផលដើម្បីមកធ្វើការឈ្លានពានលេបត្របាក់ទឹកដីកម្ពុជាដោយខុសច្បាប់ដែលគ្រប់យ៉ាងនៃការរៀបចំឡើងនេះគឺដើម្បីកេងចំណេញទៅលើនយោបាយនៅក្នុងប្រទេសថៃតែប៉ុណ្ណោះបើយោងតាមរបាយការណ៍ដែលស៊ើបអង្កេតចេញផ្សាយនាថ្ងៃទី20ខែកុម្ភៈឆ្នាំ2026នេះសារព័ត៌មានរបស់សហរដ្ឋអាមេរិកដាក់ចំណងជើងធំដែលខ្ញុំសូមបកប្រែជាភាសាខ្មែរថារបៀបដែលថៃប្រែក្លាយចំនួនព្រំដែនធម្មតាឲ្យទៅជាសង្គ្រាមខុសច្បាប់ដើម្បីឈ្នះទៅលើការបោះឆ្នោតនៅក្នុងប្រទេសថៃនេះគឺជាការទម្លាយឲ្យឃើញថាភាគីថៃបានប្រើប្រាស់បញ្ហាព្រំដែនមកធ្វើជាយុទ្ធសាស្ត្រតាក់ទាញសន្លឹកឆ្នោតដើម្បីឲ្យគណៈបកភូមិใจថៃដែលជារបស់លោកអនុទាននេះបានឈ្នះឆ្នោតនាពេលថ្មីៗនេះហើយបានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដូចជាការដើរជាន់មីនការប្រើប្រាស់យន្តហោះផ្អែប16ផ្សែងពុលបាទក្របបែកចង្កោមគ្រប់រូបភាពទាំងអស់ដើម្បីឈ្លានពានមកលើទឹកដីកម្ពុជាបង្កើតជាតិនិយមដើម្បីតាក់ទាញសន្លឹកឆ្នោតនិងពង្រឹងអំណាចទៅកាន់ស្ថាប័នយោធារបស់ប្រទេសថៃតែប៉ុណ្ណោះបងប្អូនជាទីគោរពរាប់អានមិនត្រឹមតែការប្រើអាវុធខុសច្បាប់ប៉ុណ្ណោះទេថៃបានបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតាក់ទងជាមួយនឹងការប្រើប្រាស់សម្លេងមិនសមរម្យដូចជាសម្លេងយន្តហោះសម្លេងខ្មោចដើម្បីចាក់បន្លាចឬក៏បណ្ដេញប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ព្រៃច័ន្ទកាលពីកំឡុងមិនទាន់មានសង្គ្រាមទង្វើទាំងអស់របស់ថៃនេះគឺជាការបំពាននៅច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរដែលមិនអាចនឹងលើកលែងនោះទេយ៉ាងណាមិញទោះបីជាមានការសម្របសម្រួលអំពីថ្នាក់ដឹកនាំកម្ពុជាជាពិសេសគឺលោកដូណាល់ត្រាំដែលបានបដិផ្ដាំឲ្យមានបទឈប់បាញ់និងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នានោះក៏ភាគីថៃនៅតែបន្តអរិភាពបន្តភាពតានតឹងនៅតាមបន្ទាត់ព្រំដែនហើយនៅតែបន្តដាក់បន្លាលួសដាក់ទូកុងតឺន័ររហូតមកទល់ពេលសប្តាហ៍ថ្ងៃនេះនៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នេះសម្ដេចបវរធិបតីបានផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានចំនួន2រួចមកហើយសុទ្ធសឹងតែជាសារព័ត៌មានដែលល្បីខ្លាំងបំផុតនៅសហរដ្ឋអាមេរិកមានដូចជាសារព័ត៌មាន Reuters និងសារព័ត៌មាន Fox Newsហើយសម្ដេចក៏បានបង្ហាញនៅភស្តុតាងជាច្រើនទៅដល់សារព័ត៌មានដែលបានយកបទសម្ភាសន៍នោះផងដែររីឯព័ត៌មាននៅប្រហែលថ្ងៃចុងក្រោយមកនេះគឺបានធ្វើឲ្យមុខមាត់ប្រទេសថៃគឺធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែកម្ពុជាកំពុងតែបង្ហាញការពិតថាថៃគឺពិតជាបានឈ្លានពាននិងកាន់កាប់ទៅលើទឹកដីកម្ពុជាដោយខុសច្បាប់ពិតមែនយ៉ាងណាមិញកាលពីម្សិលមិញនោះក៏មានការឆ្លើយតបអំពីអនុទានដែលជាប្រធានាធិបតីចាំផ្ទះថៃណាដោយសារតែគាត់អត់ទាន់បានកាន់តំណែងពេញសិទ្ធិហ្នឹងរួមជាមួយនឹងអ្នកនាំពាក្យក្រសួងការពារជាតិថៃលោកវិនថៃស៊ូវរីទាំងពីរអ្នកនេះគឺបានឆ្លើយតបទៅនឹងសារព័ត៌មានដែលបានយកបទសម្ភាសន៍ទៅលើសម្ដេចបវរធិបតីដែលលោកអនុទានគាត់អត់បានឆ្លើយតបអ្វីនោះទេគ្រាន់តែធ្វើបែបហើយហាក់ដូចជាកំពុងតែឈឺកហើយក៏បានឡើងរថយន្តគាត់ទៅបាត់ទៅអត់បានឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានដែលគេបានសួរគាត់នោះទេរីឯលោកវិនថៃស៊ូវរីវិញដែលជាអ្នកនាំពាក្យក្រសួងការពារជាតិថៃនេះបានលើកឡើងថាកម្ពុជាគឺធ្វើបែបនេះមិនសមហេតុផលហើយបានបញ្ជាក់តាក់ទងជាមួយនឹងការដាក់ទូកុងតឺន័រការដាក់បន្លាលួសគឺជាការការពារខ្លួនអំពីការគំរាមកំហែងហើយលោកវិនថៃស៊ូវរីក៏បានបញ្ជាក់ទៀតថាការដាក់បន្លាលួសនិងដាក់ទូកុងតឺន័រនេះគឺជាផែនការការពារខ្លួនបណ្ដោះអាសន្នតែប៉ុណ្ណោះកន្លែងនេះបើសិនជាយើងវិភាគនិងគិតឲ្យយល់ទៅបើសិនជាដូចអ្វីដែលអ្នកនាំពាក្យក្រសួងការពារជាតិថៃគេនិយាយពិតមែនចុះហេតុអីបានជាថៃទៅកំទេចផ្ទះសម្បែងប្រជាពលរដ្ឋយើងដើម្បីអីគ្រាន់តែទប់ស្កាត់បណ្ដោះអាសន្នហេតុអីបានចាំបាច់បំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរនៅទីនោះជាច្រើនខ្នង
គ្រប់បែបយ៉ាងគឺបាទការឆ្លើយតបរបស់អានូទីនក្តីរបស់បាទលោកវិនថៃសូវរីនេះក្តីគឺគ្រាន់តែជាលេសដោះសារតាមបែបការទូទៅប៉ុណ្ណោះដល់ឡែកយើងងាកមកមើលបាទលោកដូណាល់ត្រាំដែលបានលើកឡើងចំពោះកម្ពុជាតាក់ទងជាមួយនឹងបាទកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពយើងឃើញថាលោកដូណាល់ត្រាំនៅតែបន្តយកចិត្តទុកដាក់ទៅលើបាទបញ្ហាព្រំដែនកម្ពុជានិងថៃនេះដោយលោកដូណាល់ត្រាំគាត់បានបន្តនិយាយថាគាត់មិនចង់ឃើញសង្គ្រាមនេះបន្តទៅទៀតទេហើយសង្កឹមថាភាគីកម្ពុជានិងថៃនឹងដោះស្រាយបាទបញ្ហាចំនួនព្រំដែននេះដោយសន្តិវិធីផងដែរបាទអរគុណច្រើនបងប្អូនអរគ្នាបាទវីដេអូព័ត៌មានរបស់យើងនៅថ្ងៃនេះគឺមានប៉ុណ្ណេះហើយសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំទេបាទកុំភ្លេចចុច Subscribe ម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីអំពីខ្ញុំបាទបន្តទៀតបាទពីខ្ញុំបាទ Admin Chai និងបាទជួបបងប្អូនអរគ្នានៅវីដេអូក្រោយៗបន្ថែមទៀតជម្រាបលា